សួរបងប្អូនបងប្អូនដល់គ្នាឥឡូវនេះក្រុមការងាររបស់ចំបៃប៉ោះបានមកដល់ហាងก๋วยเตี๋ยวប៉ោយប៉ែតហើយប៉ុន្តែមិនមែននៅក្រុងប៉ោយប៉ែតទេណាគឺនៅខាងចំការដងរាជធានីភ្នំពេញហើយយើងមកថ្ងៃហ្នឹងនឹងមកធ្វើការសម្ភាសជាមួយនឹងម្ចាស់ហាងផ្ទាល់តែម្ដងចង់ដឹងថាពេលដែលគាត់ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចំបៃប៉ោះមុននឹងក្រោយប្រើមានអត្ថប្រយោជន៍មិនខ្លះតោះទៅជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរបងចាបងខ្ញុំមកពីខាងក្រុមការងារចំបៃប៉ោះអញ្ចឹងខ្ញុំសូមរំខានបងបន្តិចណាបងអត់អីបងចាអរគុណច្រើនសុខសប្បាយទេបងចាបងសុខសប្បាយចាអូនិយាយថាដើរចូលមកភ្ញៀវច្រើនមែនតើបងភ្ញៀវច្រើនមែនតើណាប៉ុន្តែនៅតែមានគេហៅថាសេវាកម្មមហាខ្លាំងមែនតើហ្នឹងហើយបងអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់សាកសួរបងបន្តិចតកតងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះខ្ញុំចង់ដឹងថាមុនពេលប្រើនិងក្រោយពេលប្រើខុសគ្នាបែបណាដែរបងខុសបើសម្រាប់ខ្ញុំវិញខ្ញុំយល់ថាចំបៃផុសគឺល្អប្រើហ្មងចាបងព្រោះតកតងទៅនឹងការកំងជួនកាលភ្ញៀវដែលគាត់មកគាត់អត់សូវចង់ឲ្យយើងនិយាយច្រើនមួយគាត់ចឹងណាហ្នឹងហើយភ្ញៀវផងចាគឺគាត់ចង់ឲ្យយើងរួចរាយដែរចាបើជាក់ស្ដែងមានមួយចំនួនចឹងគាត់អត់ចង់ឲ្យយើងនិយាយច្រើនចឹងចំបៃផុសជួយសម្រួលបានច្រើនចាព្រោះពេលដែលយើងមានប្រូម៉ូសិនគឺយើងគ្រាន់តែប្រាប់ណែនាំគាត់ឲ្យ scan ចឹងទៅគាត់ scan ឲ្យគាត់ឃើញ promotion លើនឹងអូលយខ្លាំងមែនតើងាយស្រួលចាបងហ្នឹងហើយហើយបើត្រឡប់ទៅពីមុនវិញយើងអត់ដាក់ចំបៃផុសចាគឺយើងត្រូវការធ្វើការច្រើននៅតាក់ទងនឹងការ promotion រវល់ហ្មងចាគឺយើងត្រូវការ print poster ដើម្បីបិទចាធ្វើ poster ដាក់លើតុវាច្រើនការងារយើងពេលខ្លះយើងចង់ឲ្យវាលឿនចឹងណាចាបងនឹងមួយទៀតខ្ញុំគិតថាវិចារអាជីវកម្មទាំងអស់គួរតែប្រើចំបៃផុសចឹងវាជួយសម្រួលយើងច្រើនចានិយាយរួមគឺល្អហ្មងបងចាបងចាពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺខាងក្រុមការងាររបស់យើងមកសភាផ្ទាល់ជាមួយនឹងអតិថិជនចាស់របស់យើងហ្មងទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះចាអញ្ចឹងសម្រាប់បងគាត់អ្នកប្រើគាត់យល់ហើយថាបែបណាអញ្ចឹងណាបងអត្ថប្រយោជន៍បែបម៉េចប៉ុន្តែសម្រាប់អតិថិជនថ្មីរបស់យើងដែលមិនទាន់ប្រើហើយកំពុងតែចង់ប្រើចាប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះមានមុខងារ3ដែលសំខាន់ខ្លាំងមែនទែនទី1គឺ QR code ម៉ឺនុយនេះចាទី2គឺប្រព័ន្ធគ្រប់គ្រង stock ចាហើយទី3នឹងកម្មវិធីធ្វើ promotion ដែលយើងបានទៅជែកជាមួយនឹងបងស្រីម្ចាស់ហាងមិញអញ្ចឹងសម្រាប់អតិថិជនរបស់យើងដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិតនៅលេខទូរស័ព្ទខាងក្រោមចាអរគុណខ្លាំងមែនតើបងសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចាភ្ញៀវច្រើនហើយនៅតែជែកជាមួយខ្ញុំបានទៀតចាអញ្ចឹងជូនពរបងឲ្យភ្ញៀវកាន់តែច្រើនមកណាចាអរគុណបងជម្រាបលា